ជាបឋមខ្ញុំសូមគោរពជម្រាបសួរដល់លោកគ្រូទេសនិងលោកគ្រូអ្នកគ្រូទាំងអស់ដែលជាសិក្ខាកាមក្នុងវគ្គសិក្សាខ្លីបញ្ចប់បឋមកម្រិតទាបបាទជាកិច្ចចាប់ផ្ដើមខ្ញុំសូមបង្ហាញនៅតួនាទីក៏ដូចជាសមាជិកក្រុមទី1ដែលនឹងត្រូវបកស្រាយខ្លឹមសារកិច្ចការស្រាវជ្រាវចំពោះមុខវិជ្ជាចិត្តវិទ្យាបាទក្រុមទី1មានដូចជាសិក្ខាកាមឈ្មោះផែនហ្វាឌីនឈុនចាន់លៀបយុនសំណេនអ្នករាយការណ៍មេងកំលីសមាជិកទឹកបណ្ដូលកុសលឆវីសោមកញ្ចនាកញ្ញានិងឈូនចន្ទីបាទនៅក្នុងក្រុមទី1នឹងដែរប្រធានបទនៃការស្រាវជ្រាវបាទប្រធានបទនៃការស្រាវជ្រាវមុខវិជ្ជាចិត្តវិទ្យាទី1គឺបញ្យលនិងលើកឧទាហរណ៍ទាក់ទងទៅនឹងច្បាប់របស់ប្រតិបត្តិសារមនៅក្នុងច្បាប់ហ្នឹងមានចំណងជើងរងហៅថា subsidiary របស់វាហ្នឹងគឺមានដូចជាច្បាប់ពលិចឬក៏ជំរើសច្បាប់ស្ថិរភាពច្បាប់អត្ថន័យច្បាប់យល់ឃើញច្បាប់មាយកាសំណួរទី2ដែរផងដែរគឺនិយាយអំពីតើនៅក្នុងនាមយើងជាគ្រូបង្រៀនតើយើងគួរប្រើប្រាស់លក្ខណៈពិសេសរបស់ឥន្ទ្រីយអារម្មណ៍និងប្រតិបត្តិសារមដើម្បីជួយសម្រួលដល់ការងារបង្រៀននិងរៀនដោយម្ដេចបាទអូខេអញ្ចឹងអ្វីដែលក្រុមយើងខ្ញុំបានទាំងអស់គ្នាបានសិក្សាស្រាវជ្រាវបាទសូមបង្ហាញដូចតទៅទី1ច្បាប់ពន្លិចឬក៏ជំរឿគឺជាការផ្ដាច់វត្ថុមួយពីផ្ទៃពន្លិចរបស់វាដើម្បីឆ្លុះបញ្ចាំងវត្ថុនោះឲ្យបានល្អប្រសើរនៅក្នុងច្បាប់ពន្លិចឬជំរឿនឹងដែរមានន័យថាជំរឿនៃប្រសាសារមពឹងផ្អែកផងដែរទៅលើចំណងចំណូលចិត្តនិងតម្រូវការរបស់បុគ្គលឧទាហរណ៍ពេលអង្គុយរៀនសិស្សមើលក្តារខៀនផងមើលតុគ្រូផងគ្រូកំពុងបង្រៀនផងប៉ុន្តែអ្វីដែលគាត់ពិនិត្យមើលគេថាផ្លេចផ្លោជាងគេឬក៏ចំណាប់អារម្មណ៍ជាងគេសិស្សពិនិត្យមើលតែគ្រូលោកគ្រូឬក៏អ្នកគ្រូដែលជាកម្មវត្ថុឬក៏ស្របតាមតម្រូវការមានន័យថាយើងពន្លិចនៅអ្វីមួយនៅក្នុងចំណោមទស្សនវិជ្ជាផ្ទៃទាំងអស់ដែលមានបាទដែលធ្វើឲ្យគាត់នឹងចាប់អារម្មណ៍ជាងគេហើយអ្វីបានជាការបង្រៀនរបស់លោកគ្រូអ្នកគ្រូត្រូវការពន្លិចនៅផ្ទៃនៃប្រសាសារមមួយហ្នឹងមានន័យថាយើងការបង្រៀនដែលធ្វើឲ្យតាក់ទាញគឺលោកគ្រូអ្នកគ្រូមានការបញ្ចេញកាយវិការពាក្យសម្ដីទឹកមុខអ្វីជាដើមអស់ហ្នឹងគឺធ្វើឲ្យរំលេចនៅទស្សនវិជ្ជាបាទដែលសិស្សចាប់អារម្មណ៍គ្រូគឺជាកម្មវត្ថុសំខាន់នៅក្នុងពេលហ្នឹងបាទអូខេបន្តទៀតគឺតកតងជាមួយនឹងច្បាប់ស្ថិរភាពបាទច្បាប់ស្ថិរភាពជាលំនាំនៃប្រសាសារមដែរតែបង្ហាញអំពីសមត្ថភាពនៅក្នុងការស្គាល់ពីវត្ថុដោយឥតប្រែប្រួលទោះបីលក្ខខណ្ឌនៃប្រសាសារមត្រូវបានផ្លាស់ប្ដូរក៏ដោយឬយើងអាចនិយាយថាវាជាលំនាំស្ថិរភាពឧទាហរណ៍ទី1ដូចជាម្ដាយអាចចំណាំកូនណាកូនបងកូនណាកូនប្អូនទោះបីជាកូនគាត់ទាំងពីរហ្នឹងជាកូនភ្លោះហើយមានលក្ខណៈស្រដៀងគ្នាសឹងតែมันអាចចំណាំបានណាចំពោះអ្នកដតីគឺប៉ុន្តែចំពោះម្ដាយវិញគឺគាត់ចាំបានបាទនោះគឺជាច្បាប់ស្ថិរភាពបាទមែនទែនទៅច្បាប់ស្ថិរភាពនេះវាជាលំនាំនៃប្រសាសារមយ៉ាងសំខាន់ដែលកើតមានចំពោះមិនថាតែមនុស្សទេនៅក្នុងធម្មជាតិនេះអាចសត្វក៏ដូចគ្នាដែរសត្វមនុស្សសត្វគឺមានប្រតិបត្តិសារមដូចគ្នាខ្ញុំឧបមាថាចេះជាក់ស្ដែងដូចជានៅផ្ទះខ្ញុំមានចិញ្ចឹមមាន់ខ្លះសម្រាប់ជាការដោះស្រាយក្នុងគ្រួសារណាបានចិញ្ចឹមមាន់តិចតួចជាលក្ខណៈគ្រួសារមាន់
mê vía và mê vía vì miền cồn rồi bỏ vía vụ đỏ thà cồn vía pram chó là ngày nó phải đại miền cồn mòn nạp xây đây chỉ miền cồn vía tụi bay chỉ tụm hồng phần kia po phả kia là ngày cả đói còn tại dân vô đã phím đã chung mùi mê nó cứ mê react miền này tha protestant và protestant phím tại mà đó và protestant phím cứ bị ai chặt phải ấy chẳng này ấy xong bây giờ cồn bỏ vía nó có đôi khi này bà việc react phím nó về để vô tận đạn nó nông lọc sen đây mình chỉ mami được bao vía và việc từ tại dùng sai thì có rốt trình anh đang ấy cứ chỉ bập thể lập hiệp nàyประชาชนvà hiện chân sống to tiết bị pro tha về liềnในการบอกสายมันchỉ có mọi chủ phê dân bị bạn ở trong record video hay là nhà ở trong từ lực lượng crew để xả miền về liền và đại diện ai thôi tự bán ở trong công ty môi thế chức chăm sóc mà anh em đó là trongประชาชนđấy từ trong chúng mình association psychology rồi có những gì thay cho bắp ăn này và bắp ăn này này ประชาชน คือสมดาท่าการจองจำหรือก็การจด memory แบบใช้ภาษาไทย memory แบบ memory มวยtừ memory một tiết đấy và ai cả là đòi ai cả ăn này đổi kia rồi tẹt tông kia về relevant cho mỗi kia và vậy sao mán cứ nộp về đây dân gì pp môi rồi có cầm đặt muối viên đang nóm ao nè tròn xăm nợ ở vây đại miên tầm nè tầm nô à thần ấy rồi có bẹ quan cho mũi kia này u tơ ho tha khôn sả lá phía xa là English school và English school pra pi pe kru jing jay pi tha school và kana school salary ta sa ai nâng tròn xăm vía hai nâng miên bọt vì sao kết tơ lửa ở vậy tiền chứ u thọ tha kana còn nhiều pi school cứ sao nó khơi từ đầu đi classroom okay teacher friend rồi có lạ năng lạ bà để bẹ pon để cái học thà ăn này nó bia bẹ pon cái gì bà chứ bia chỉ cả bật vì chỉ cả bật năng của xã Sarom đại tệ tôn cho mùi nâng cái học thàประชาชนจะต้องช่วยนั่งฉบับอัตนัยนี่คือสำคัญบางคนลูกเนี่ยครูบ่าเชื่อสายอยู่ว่ายืนเยี่ยมปีไทยแลนด์มามัดใช่ป่ะอะไรปัจจุบันนี้ปงแต่cái hào thà siêu lãi và hào thà tậpปงแต่ยืนมีจำนวนรีแอคครั้งvà rồi sau là nó về đâyยืนgì và ôngปีไทยแลนด์và đón Thai thu mi mà mặt ní và dân nó khơi phim thay bị cá chi chậm tập bỏ xuân chiết ngoài dương để công ty rồng này cả liên tiền cột bạc giang và liên tiền cột bạc giang hay cảประมาทกรุบกรุบเทียบมาเลยเอาไปเชียร์โปรดโอเคนี่ก่อนในเยี่ยมปีไทยแลนด์มามัดคืออันไหนชอบทราบชอบตัวหนึ่งการชี้จับบ่ไปเชียร์โปรดเข้ามาได้บัตรบองวิดีเพียบกองในกองตัวไปหาทางvề để chôn và để còn là bong chịu vật nó được nó smartphone mà này hơi cứ chiประชาชนมวยได้เยี่ยมปีฉบับอัตนัยนู้và vì mình này chẳng thấy cho bà sân gì dươngเยี่ยมปีนักนงกาบริเวณโซดbỏ sátตัวนาทีเราบอกกลุ่มเรียนvàประชาชนไม่มีฉบับอัตนัยนี่คือdương aiประบานนักนงกาบริเวณได้โดยที่dươngเยี่ยมปีgiảmពីនេះយើងប្រាប់ពាក្យថាកម្ដៅឧទាហរណ៍អញ្ចឹងណាយើងរៀនអំពីកម្ដៅបាទឬក៏រៀនអំពីផ្លែឈើបាទនិយាយអំពីផ្លែឈើផ្លែឈើហូបផ្លែបាទនិយាយអំពីផ្លែស្វាយមួយគាត់អាចនឹកឃើញថាឈើហូបផ្លែក្រៅពីផ្លែស្វាយបងប្អូនស្គាល់ផ្លែអីទៀតទេបាទគាត់និយាយអំពីឈើហូបផ្លែគាត់នឹកឃើញគាត់ជាមានផ្លែស្វាយអាចផ្លែចេកអាចផ្លែប៉ោមទុរេនអីចឹងជាដើមឡើយគេអាហ្នឹងគឺមានន័យថាគឺជាច្បាប់អត្ថន័យនឹងឯងបាទច្បាប់អត្ថន័យនឹងឯងដែលយើងអាចបកស្រាយបង្រៀនសិស្សដោយធ្វើឲ្យកុមារមានការផ្សារភ្ជាប់បាទមេរៀនថ្មីតាមរយៈបទពិសោធន៍ដែលគាត់ទទួលបានរួចមកហើយនោះអូខេ
ចឹងចំពោះឧទាហរណ៍បន្តទៀតដូចជាគាត់មានថាបង្រៀនគំនិតសាច់អាហារដែលភ្ជាប់ទៅនឹងអាហារដែលកំពុងញ៉ាំរាល់ថ្ងៃដូចជាត្រីដូចជាសាច់មាន់អញ្ចឹងបាទអញ្ចឹងច្បាប់អត្ថន័យជួយឲ្យយើងចងចាំនិងរៀនមានប្រសិទ្ធភាពពីព្រោះថាអ្វីដែលមានអត្ថន័យជាប់តាក់ទងនឹងគ្នាហ្នឹងគឺធ្វើឲ្យយើងងាយនឹងចងចាំបាទងាយនឹងចងចាំមានន័យថាយើងគ្រាន់តែនិយាយថាបងប្អូនកូនទាំងអស់គ្នាមករៀនត្រូវប្រកាន់ភ្ជាប់នៅអនាម័យអញ្ចឹងយើងនិយាយពាក្យអនាម័យមួយដឹងគាត់នឹកឃើញដល់អីហ៎គាត់នឹកឃើញដល់ការញ៉ាំស្អាតស្លៀកពាក់ស្អាតបាទការចេះលាងដៃនឹងសាប៊ូបាទមុននឹងទទួលទានអាហារបាទហើយជាដើមបាទទាំងអស់ហ្នឹងគឺជាច្បាប់អត្ថន័យហើយអញ្ចឹងខ្ញុំសូមបន្តទៀតបាទបន្តទៀតច្បាប់យល់ឃើញបាទច្បាប់យល់ឃើញគឺជាសំណុំនៃគោលការណ៍ដែលបញ្យល់ពីរបៀបដែលខួរក្បាលរបស់មនុស្សរៀបចំនិងយល់ឃើញរូបភាពឬព័ត៌មានដែលឃើញផ្សេងគោលការណ៍ទាំងនេះបានបង្កើតឡើងដោយចិត្តពិទូជនជាតិអាល្លឺម៉ង់នៅដើមសតវត្សទី20បាទនៅដើមសតវត្សទី20បាទអញ្ចឹងសូមបន្តទៀតគោលបំណងចម្បងនៃច្បាប់ទាំងនេះគឺដើម្បីបង្ហាញថាខួរក្បាលរបស់យើងមិនគ្រាន់តែយល់ឃើញវត្ថុដាច់ដោយឡែកគ្នាប៉ុណ្ណោះទេផ្ទុយទៅវិញយល់ឃើញវានៅក្នុងនាមជាផ្នែកនៃរូបភាពរួមតែមួយឧទាហរណ៍ដូចជានៅពេលដែលយើងមើលទៅលើរូបភាពមួយយើងច្រើនតែឃើញរូបភាពនោះជារូបរាងរួមមួយមិនមែនគ្រាន់តែជាចំណុចឬក៏បន្ទាត់របាយនោះទេឧទាហរណ៍សំខាន់នៃច្បាប់យល់ឃើញឧទាហរណ៍ថាច្បាប់យល់ឃើញមានច្រើនប៉ុន្តែគឺជាច្បាប់មួយចំនួនដែលយើងត្រូវប្រើប្រាស់ទូទៅបំផុតបាទដូចជាច្បាប់នៃភាពស្និទ្ធស្នាលបាទគេហៅភាសាអង់គ្លេសថា proximity បាទ proximity គោលការណ៍នេះចែងថាវត្ថុស្ថិតនៅជិតគ្នាត្រូវបានគេយល់ឃើញថាជាក្រុមតែមួយបាទឧទាហរណ៍សម័យថាមានចំណុចរាយប៉ាយជាច្រើនប្រសិនបើចំណុចមួយចំនួនត្រូវបានដាក់នៅជិតគ្នាខួរក្បាលរបស់អ្នកនឹងយល់ឃើញពួកវាថាជាក្រុមតែមួយខណៈពេលដែលចំណុចដែលនៅឆ្ងាយពីគ្នាអ្នកនឹងយល់ថាជារបស់ដាច់ដោយឡែកអាហ្នឹងគេហៅថាច្បាប់នៃភាពស្និទ្ធស្នាលណាបាទច្បាប់នៃភាពស្និទ្ធស្នាលបាទទី2គឺច្បាប់នៃភាពដូចគ្នាបាទ similarity បាទ similarity គោលការណ៍នេះចែងថាវត្ថុដែលមានលក្ខណៈដូចគ្នាបាទដូចជារូបរាងទំហំឬពណ៌បាទត្រូវបានយើងយល់ឃើញថាវាជាក្រុមតែមួយបាទវាជា group វាអញ្ចឹងណាបាទនិយាយអញ្ចឹងតកតងជាមួយនឹងច្បាប់នៃភាពដូចគ្នានេះគឺយើងតែនិយាយថាក្រុមសិស្សបើគាត់មានលក្ខណៈលេងអីដូចគ្នាអញ្ចឹងណាចរិតលក្ខណៈគាត់ប្រហែលគ្នាគឺគាត់នៅក្រុមជាមួយគ្នាបានហើយអាហ្នឹងវាតកតងជាមួយនឹងsimilarity ហ្នឹងបាទភាពលក្ខណៈនៃសិស្សដូចគ្នាពេលខ្លះអ្នកជជែកគ្នាក្មេងៗកូនតូចបាទគាត់ជជែកគ្នាបាទខ្លះជជែកហាមមិនស្ដាប់តែម្ដងបាទអញ្ចឹងប្រភេទខ្លះគាត់លក្ខណៈគាត់ស្ងៀមស្ងាត់គាត់មិនសូវនិយាយបាទអញ្ចឹងក៏មានលក្ខណៈស្តៀងគ្នាតាមគេថាភាពខុសគ្នាបាទភាពខុសគ្នានិងភាពដូចគ្នានៃក្រុមសិស្សបាទក្រុមសិស្សបាទនៅក្នុងក្រុមនៃរង្វង់ពណ៌ខៀវនិងការ៉េពណ៌ក្រហមខួរក្បាលរបស់អ្នកនឹងដាក់ក្រុមរង្វង់ទាំងនោះជាមួយគ្នានិងការ៉េទាំងអស់ជាមួយគ្នាបាទអញ្ចឹងជាទូទៅគឺយើងមានភាពបែងចែកនឹងលក្ខណៈណាដែលដូចគ្នាបាទវា similar វាស្តៀងគ្នាយើងនឹងនិយាយថាអានោះប្រភេទតែមួយបាទហើយកាលណាវាខុសគ្នាបាទយើងអាចបែងចែកទៅប្រភេទណាដែលវាហាក់បែបគ្នាស្តៀងគ្នាយើងចាប់ចូលជាក្រុមតែមួយនៅច្បាប់ហ្នឹងមានន័យចឹងទី3ទាក់ទងជាមួយនឹងច្បាប់នៃការបន្តគឺ
continuation continuation បាទ continuation គោលការណ៍នេះចែងថាភ្នែករបស់មនុស្សដើរតាមខ្សែបន្ទាត់ឬក៏ទម្រង់ដែលមើលទៅរលូននិងបន្តឧទាហរណ៍នៅពេលដែលអ្នកឃើញបន្ទាត់ប្រសពគ្នាអ្នកនឹងយល់ឃើញថាវាជាបន្ទាត់ពីរដែលប្រសពគ្នាមិនមែនជាបន្ទាត់4ដែលជួបគ្នានៅចំណុចកណ្ដាលនោះទេអូខេអាហ្នឹងគឺជាគោលការណ៍គេហៅថាច្បាប់បន្តបាទច្បាប់នៃការបន្តបាទច្បាប់ទី4ច្បាប់នៃការបិទចិត្ត closer គោលការណ៍នេះបានចែងថាគូក្បាលរបស់មនុស្សមានទំនោរទៅនឹងបំពេញចម្លោះប្រហោងដើម្បីយល់ឃើញនៅរូបរាងពេញលេញបាទ closer ហ្នឹងណាបាទអញ្ចឹងឧទាហរណ៍ថាអ្នកអាចឃើញរូបភាពរង្វង់ទោះបីជារង្វង់នោះត្រូវបានគេគូសពេញលេញក៏ដោយឬក៏មិនពេញលេញក៏ដោយបាទមិនពេញលេញក៏ដោយខួរក្បាលរបស់អ្នកនឹងបំពេញចន្លោះដើម្បីឲ្យអ្នកយល់ឃើញរូបរាងពេញលេញអាហ្នឹងវាជាការពិតអ្នកទាំងអស់គ្នាលោកគ្រូបាទនៅពេលដែល pizza មួយបាទ pizza មួយឬក៏ cake មួយដែលយើងឃើញវាបាត់មួយចំណិតបាទគេដកចេញមួយចំណិតមួយជ្រុងអញ្ចឹងទៅចេញយើងគ្រាន់តែឃើញយើងដឹងថារូបរាងពេញនៃនំ cake បាទឬក៏នំ pizza ហ្នឹងវាយ៉ាងម៉េចហើយបាទពួកយើងមានចំណេះដឹងមានបទពិសោធន៍បាទជា memory រួចហើយអញ្ចឹងយើងអាចបំពេញបានហើយច្បាប់ហ្នឹងគឺយើងដឹងថា cake នំ cake គឺ round ហើយបាទគឺជាជុំបាទជា cycle បាទជារង្វង់ហើយបាទអញ្ចឹងនៅពេលបាត់ក៏យើងអាចសម័យថាអានឹងកាលវាមិនទាន់បាត់ហ្នឹងយ៉ាងម៉េចដែរយើងអាចសន្និដ្ឋានបានអូខេចំណុចលេខ5ច្បាប់នៃផ្ទៃនិងតួបាទច្បាប់នៃផ្ទៃនិងតួបាទ figure ground បាទ figure ground គោលការណ៍នេះចែងថាគូក្បាលរបស់មនុស្សមានទំនោរនៅក្នុងការបែងចែករូបភាពមួយទៅនឹងវត្ថុសំខាន់តួនិងផ្ទៃខាងក្រោយបាទផ្ទៃខាងក្រោយតួនិងផ្ទៃខាងក្រោយឧទាហរណ៍នៅពេលដែលអ្នកមើលទៅលើផ្ទៃគំនូរមួយអ្នកនឹងមើលឃើញវត្ថុឬក៏តួអង្គនៅក្នុងគំនូរនោះមុននឹងអ្នកឃើញផ្ទៃខាងក្រោយបាទគោលការណ៍ហ្នឹងណាបាទគឺមានទំនាក់ទំនងការបែងចែករូបភាពមួយទៅនឹងវត្ថុមួយសំខាន់គេហៅតួហើយនឹង background របស់វាបាទពេលខ្លះរូបភាពមួយអាចផ្លាស់ប្ដូរទាំងតួនិងផ្ទៃរបស់វាឧទាហរណ៍ថាពេលរូបភាពខ្លះមើលទៅដូចជាវត្ថុមួយដែលនៅលើផ្ទៃខាងក្រោយធម្មតាប៉ុន្តែនៅពេលដែលអ្នកផ្ដោតអារម្មណ៍លើផ្ទៃខាងក្រោយវានឹងលេចចេញនៅរូបភាពផ្សេងបាទវានឹងលេចចេញនៅរូបភាពផ្សេងអាហ្នឹងគេហៅច្បាប់នៃផ្ទៃនិងតួបាទផ្ទៃនិងតួបាទបន្តទៀតតកតងច្បាប់និយាការបាទច្បាប់និយាការនេះវាក៏ជាច្បាប់មួយនៅក្នុងប្រតិសរំដែរគឺជាចំណាំងភ័ន្តច្រឡំបាទជាសច្ចនុម័តពីវត្ថុឬបាតុភូតទាំងឡាយដែលកើតមាននៅគ្រប់ប្រភេទប្រតិសរំពីលំហប្រតិសរំពីពេលវេលាប្រតិសរំនៃចលនាបាទច្បាប់វិយាការគឺជាការប្រព្រឹត្តដោយសិលធម៌និងសុចរិតភាពបាទតាមមនសិការផ្ទាល់ខ្លួនដើម្បីធ្វើអ្វីដែលត្រឹមត្រូវទោះគ្មានច្បាប់កំណត់ឧទាហរណ៍ថាប្រគល់កាបូបលុយដែលរកឃើញជូនម្ចាស់វិញឬក៏ជួយកែកំហុសមិត្តភ័ក្តិមិត្តរួមការងារដោយស្ងាត់ស្ងៀមបាទស្ងាត់ស្ងៀមបន្តទៀតច្បាប់វិយាការដែរឧទាហរណ៍ថាការនិយាយការពិតបាទបុគ្គលម្នាក់រកឃើញកាបូបលុយនៅតាមដងផ្លូវហើយក៏សម្រេចចិត្តយកទៅប្រគល់ជូនម្ចាស់ដើមវិញទោះបីគ្មាននរណាម្នាក់ឃើញគ្មាននរណាម្នាក់ដឹងបាទឬក៏បង្ខិតបង្ខំបែបណាក៏ដោយបាទនេះបង្ហាញអំពីមនសិការបាទមនសិការដែលជំរុញឲ្យគាត់ធ្វើនៅអំពើត្រឹមត្រូវឬក៏អំពើដែលជា
គុណធម៌អញ្ចឹងណាបាទអញ្ចឹងអាហ្នឹងគឺជាច្បាប់នយាការនៅក្នុងប្រសាសរំដែរបាទគេហៅថាច្បាប់នយាការបាទបន្តទៀតឧទាហរណ៍ថាការជួយអ្នកដទៃបាទការនៅកន្លែងធ្វើការអញ្ចឹងបុគ្គលម្នាក់ស្គាល់ឃើញថាមិត្តក្នុងការងាររបស់គាត់មានកំហុសនៅក្នុងរបាយការណ៍ហើយជួយកែតម្រូវដោយស្ងៀមស្ងាត់មានន័យថាយើងធ្វើទាំងការពេញចិត្តឬក៏របៀបថាធ្វើចេញពីចិត្តណាដោយមិនខ្វល់ថាអ្នកណាដឹងឬក៏ទទួលបានផលប្រយោជន៍ការតបស្នងគុណឬក៏អីទេអាហ្នឹងគឺគេហៅថាច្បាប់នយាការហ្នឹងហើយបាទអូខេអញ្ចឹងសូមបន្តទៀតបាទឧទាហរណ៍មានច្រើនបាទនៅក្នុងចំណុចច្បាប់នយាការនេះការគោរពសិទ្ធិអ្នកដទៃបាទនៅក្នុងសហគមន៍មួយបុគ្គលសម្រាប់ចិត្តមិននិយាយពាក្យអាក្រក់ពីអ្នកដទៃហ្នឹងសំខាន់ណាសំខាន់លោកគ្រូយើងទម្លាប់កូនកម្មាតូចបាទពីតំពាំងខ្ចីហ្នឹងទៅណាបាទពីពន្លកហ្នឹងទៅឲ្យគាត់មានគេហៅថាទម្លាប់ល្អបាទទម្លាប់ល្អដែលជាប្រសាសរំជាប់នឹងខ្លួនរបស់គាត់រហូតបាទនៃការលូតលាស់ទាំងរាងកាយទាំងស្មារតីទាំងបញ្ញាអីជាដើមដែលយើងអាចបណ្ដុះគាត់ឲ្យមានប្រសាសរំបដោតទៅលើនយាការនេះដែលអ្វីដែលល្អបាទអញ្ចឹងបានថានៅស្រុកគេគឺគេកម្រឲ្យក្មេងៗគាត់ទទួលយកនៅគេហៅថាបាតុភូតឥន្ទ្រីបាទមានន័យថាពុកម្ដាយឧទាហរណ៍ណាលោកគ្រូពុកម្ដាយឬក៏ជុំវិញផ្ទះគាត់ហ្នឹងมันអាចបង្ហាញនៅភាពអវិជ្ជមានឬក៏អំពើហិង្សាឬក៏ការប្រើប្រាស់នៅកាយវិការណាមួយដែលជាឥទ្ធិពលដល់ខួរក្បាលរបស់ក្មេងទេបាទរបស់ក្មេងទេអញ្ចឹងបាន social media អីចឹងគេប្រុងប្រយ័ត្នណាទៅលើimage ហ្នឹងហើយគឺរូបភាពដែលឃើញហ្នឹងណាគេហៅថា imagination ហ្នឹងដូចជាការកាប់សម្លាប់ឬធ្វើឲ្យឃើញឈាមធ្វើឲ្យអីចឹងណាបាទមានឈាមមានអីគឺខាងក្រុមហ៊ុនគឺគេនេះតែម្ដងបាទគឺច្បាប់គឺគេបិទដោយអូតូមកបាទបិទដោយអូតូឬក៏ page នឹងមានកំហុសដែលគេ remove ចេញបាទគេបិទ page នឹងតែម្ដងបាទមានន័យថាគាត់ខុសច្បាប់នៅក្នុងការបង្ហាញជាសាធារណៈនៅក្នុង social media នោះអូខេអានេះខ្ញុំនិយាយទូទៅប៉ុន្តែសម្រាប់នៅក្នុងថ្នាក់រៀនក៏ដូចគ្នាដែរគឺលោកអ្នកគ្រូបាទទាំងអស់មិនអាចយើងជាអ្នកអប់រំណាយើងមិនអាចបង្ហាញនៅអ្វីដែលជាភាពអវិជ្ជមាននេះព្រោះអីយើងធ្វើអ្វីក្នុងគោលបំណងឲ្យគាត់រីកចម្រើនបាទគាត់រីកចម្រើនហើយឈានទៅរកការចាប់បានឬក៏មាន image នៅអ្វីដែលល្អបាទនៅអ្វីដែលភាពវិជ្ជមានរបស់គាត់ណាភាពអភិវឌ្ឍរីកចម្រើនហ្នឹងអញ្ចឹងទាំងអស់គ្នាលោកគ្រូអ្នកគ្រូបាទកន្លែងហ្នឹងប្រហែលជាតន់ណាបាទអធិស្ឋានប្រសិនបើយើងនិយាយទៅលឿនឬក៏អាចថាវែងឆ្ងាយកន្លែងណានោះបាទសូមអធិស្ឋានដោយសារมันបានជាព្រៀងតបអីទេបាទអញ្ចឹងសូមបន្តទៀតដោយសារខ្លាចវីដេអូវាវែងយើងនឹងពិបាកផ្ញើបាទអូខេក្នុងនាមយើងជាគ្រូបរៀនបាទយើងគួរតែប្រើប្រាស់នៅលក្ខណៈពិសេសរបស់ឥន្ទ្រីយ៍អារម្មណ៍និងប្រសាសរំដើម្បីជួយសម្រួលដល់ការងារបង្រៀននឹងរៀននឹងបាទដូចជាការប្រើប្រាស់ឥន្ទ្រីយ៍អារម្មណ៍ហើយមកដល់ពេលនេះណាបាទមកដល់ម៉ោងនេះតើលោកគ្រូស្គាល់ឥន្ទ្រីយ៍អារម្មណ៍ច្បាស់នៅបាទស្គាល់ឥន្ទ្រីយ៍អារម្មណ៍ច្បាស់ហើយស្អីគេជាឥន្ទ្រីយ៍អារម្មណ៍បាទនិយាយលេងក្មេងៗជួនកាលនិយាយពីឥន្ទ្រីយ៍គាត់សម័យឃើញអេងកលណាឥន្ទ្រីយ៍សត្វឥន្ទ្រីយ៍នឹងទៅវិញបាទអញ្ចឹងនៅក្នុងចិត្តវិទ្យាលោកអ្នកគ្រូទាំងអស់ពិតជាយល់ច្បាស់ហើយបាទពិតជាយល់ច្បាស់ហើយអំពីអ្វីជាឥន្ទ្រីយ៍អារម្មណ៍ហើយការប្រើប្រាស់ឥន្ទ្រីយ៍អារម្មណ៍នេះសម្រាប់ការបង្រៀននិងរៀននោះគឺយើងប្រើប្រាស់ដូចម្ដេចលោកអ្នកគ្រូខ្ញុំសូមចែករំលែកបន្តិចទាក់ទងជាមួយឥន្ទ្រីយ៍អារម្មណ៍ដែលយើងត្រូវប្រើប្រាស់អញ្ចឹងយើងដឹងថាឥន្ទ្រីយ៍ជាអីឥន្ទ្រីយ៍វាគឺជាគេហៅថាញាណដែលទទួលបានញាណដែលទទួលវាហៅថា gate ព្រោះយើងនិយាយភាសាអង់គ្លេសហៅថាជាទ្វារបាទហ្នឹងហើយនៅក្នុងគេថាផ្នែកអភិធម្មនៅក្នុងពុទ្ធសាសនាគេនិយាយឥន្ទ្រីនឹងសំដៅទៅលើទ្វារបាទទ្វារគេទ្វារច្មុកទ្វារភ្នែកនិងទ្វារអណ្ដាតទ្វារកាយទ្វារអីចឹងណា
អាហ្នឹងគឺវា get វាមានន័យថាយើងទទួលយកតាមរយៈទ្វារអស់ហ្នឹងបាទអារម្មណ៍ដែលយើងទទួលបានពីរយៈឥន្ទ្រីគឺឥន្ទ្រីបានដោយការមើលឃើញជាហៅថាចក្ខុបានដោយការស្ដាប់គឺតិចបាទបានដោយការស្គាល់រសជាតិដោយអណ្ដាតអីចឹងណាបាទយ៉ាងជីវហាវិញ្ញាណហ្នឹងបាទឥន្ទ្រីវិញ្ញាណហ្នឹងណាបាទជីវហាហើយរូបរាងកាយយើងប៉ះពាល់ដឹងក្តៅនឹងត្រជាក់អីហ្នឹងបាទហើយចំអកយើងហាត់ក្លិនដឹងអំពីក្លិនស្អុយក្លិនក្រអូបក្លិនអីហ្នឹងជាដើមឡាអូខេអញ្ចឹងអ្នកទាំងអស់គ្នាលោកគ្រូប្រកាសជាស្គាល់ហើយថាអ្វីជាឥន្ទ្រីបាទហើយឥន្ទ្រីអារម្មណ៍ដែលយើងឲ្យសិស្សបញ្ជ្រាបតាមរយៈឥន្ទ្រីអារម្មណ៍របស់សិស្សក្នុងពេលរៀនហ្នឹងគឺយើងប្រើប្រាស់ជាផ្ទាំងរូបភាពបាទជាប្រើប្រាស់ជាចាក្រាមបាទជារូបភាពជាវីដេអូបាទជាផែនទីជាគំនូរបាទសម្រាប់តាមរយៈការមើលហ្នឹងបាទឥន្ទ្រីចក្ខុឥន្ទ្រីហ្នឹងបាទប្រើប្រាស់សំឡេងបាទការប្រើប្រាស់សំឡេងគឺសំខាន់ណាស់លោកគ្រូយើងត្រូវលោកគ្រូដែលយើងបរៀនកុមារតូចលោកគ្រូប្រកាសជាច្បាស់ហើយថាយើងគួរតែប្រើសំឡេងបែបណាកុំឲ្យលឿនពេកដូចពេលខ្ញុំ present នេះបាទកុំឲ្យលឿនពេកហើយនិយាយកុំឲ្យតិចពេកហើយកុំឲ្យខ្លាំងពេកគាត់មានអារម្មណ៍ភ័យខ្លាចដោយលោកគ្រូបានជ្រាបហើយថាលោកគ្រូទេសគាត់បានប្រាប់ថាហ្នឹងហើយក្នុងនាមយើងជាគ្រូបង្រៀនការប្រើប្រាស់សំឡេងពិតជាសំខាន់បាទពិតជាសំខាន់បាទយើងត្រូវមានសំឡេងប្រកបដោយហៅថាមិនមែនសំឡេងព្រោះដូចព្រៀបសវត្ថអីទេយើងអាចនិយាយថាយើងនិយាយបែបទន់ភ្លន់បាទបែបទន់ភ្លន់ហើយគេហៅថាសំឡេងមិនមានសម្ពាធអីទៅលើការស្ដាប់ណាបាទស្ដាប់ទៅគួរឲ្យចង់ស្ដាប់បាទគួរចង់ស្ដាប់មួយបាទអូខេស្នាដៃសម្ដែងបាទជាងការសម្ដែងការច្រៀងបាទការច្រៀងឬក៏ការបញ្យល់អញ្ចឹងពិតជាយើងសម្ដែងទៅវាធ្វើឲ្យមានរូបភាពនៃការចងចាំខ្លាំងណាហើយជាពិសេសដូចជាខ្ញុំឧទាហរណ៍ថាដូចជាការច្រៀងលោកអ្នកគ្រូយើងដឹងហើយក្មេងៗកុមារតូចកូនតូចហ្នឹងគឺគាត់ចូលចិត្តច្រៀងណាបាទហើយការច្រៀងនេះហើយដែលធ្វើឲ្យឥន្ទ្រីអារម្មណ៍របស់គាត់ចាប់បានខ្លាំងហើយមានប្រសាទចរន្តខ្ពស់ដូចជាខ្ញុំលើកឧទាហរណ៍ដូចជាថ្នាក់ទី1អញ្ចឹងណាយើងចង់បង្រៀនគាត់អំពីការចងចាំនៅជញ្ជនៈនិងស្រះអីចឹងណាដូចជាយើងធ្វើចម្រៀងនៅក្នុងហ្នឹងមានជាអីកខកខំសំភីគូគាគីគីគឺកូនគីគក់អីមិនចឹងណាបាទចរចារៀបសាររំទុំអីចឹងហ្នឹងចម្រៀងដែលធ្វើឲ្យគាត់ច្រៀងហើយគឺគាត់ចងចាំនៅជញ្ជនៈទាំងអស់ហ្នឹងបាទក៏ដូចជាស្រៈនិស័យស្រអាស្រអេស្រអីអីហ្នឹងក៏មានចម្រៀងដែរស្រអាស្រអេស្រអីអញ្ចឹងណា2បូកនឹង3យើងលេខបាន5អីចឹងទៅអញ្ចឹងទាំងអស់នេះវាគឺជាការសម្ដែងហើយគឺជាការច្រៀងដើម្បីឲ្យសិស្សទាំងអស់ទទួលបានតាមរយៈទ្វា get របស់គាត់គេហៅថាឥន្ទ្រីរបស់គាត់ហ្នឹងតាមរយៈការមើលនិងការស្ដាប់បាទការមើលការស្ដាប់គឺគាត់ចងចាំបាទគាត់ចងចាំថា memory របស់គាត់ទុកហើយរូបភាព image ទាំងអស់ហ្នឹងបាទសំឡេងទាំងអស់ហ្នឹងគឺគាត់ចងចាំមិនភ្លេចទេលោកគ្រូប្រហែលជាដូចជាខ្ញុំដែរហើយប្រហែលជាមានរឿងខ្លះកាលជាយើងគេថា memory យើងកាលនៅពីក្មេងលោកគ្រូយើងរៀនតាំងពីសាលាបឋមមកចងចាំចម្រៀងអីខ្លះបាទចងចាំចម្រៀងខ្លះដែលយើងបានរៀនសូម្បីតែរយៈពេល10 20ឆ្នាំ30ឆ្នាំបាទចងចាំខ្លាំងមែនទេខ្ញុំចងចាំការសូត្រមេសូត្រកាលពីសម័យមុនយើងរៀនសូត្រមេសូត្រដូចជាទឹកមុខអ្នកគ្រូញញឹមគំរូប្រំប្រៃស្លូតបូតអីចឹងណាយើងខ្ញុំសប្បាយខំប្រឹងរៀនសូត្រស្រឡាញ់រហូតទឹកមុខអ្នកគ្រូឃើញទេហើយសួរថាឥឡូវពេលនេះហេតុអីបានខ្ញុំចាស់អញ្ចឹងវាផ្ដោតធ្វើឲ្យថាសញ្ចេតនាឥន្ទ្រីអារម្មណ៍ប្រសាទអារម្មណ៍របស់យើងគឺវាធ្វើឲ្យបង្កើតនៅ memory មួយយ៉ាងសំខាន់នេះគឺជាសារមួយដែលចែកពីឲ្យលោកគ្រូអ្នកគ្រូទោះបីលោកគ្រូអ្នកគ្រូចំនួនចាស់ឬក៏ចំនួនថ្មី old generation ឬក៏ new generation ក៏ដោយបាទយើងបង្កើតនៅរូបភាពអ្វីដែលល្អអ្វីដែលជាខ្លឹមសារសំខាន់គាត់ចងចាំបាទដូចជាតកតងជាមួយនឹងការស្នេហាជាតិការយល់អំពីប្រវត្តិសាស្ត្រជាដើមនេះគឺជាការផ្សារភ្ជាប់ចំណេះដឹងសម្រាប់ការបង្រៀនរបស់គាត់តាមរយៈឥន្ទ្រីអារម្មណ៍បាទ
បន្តទៀតការប្រើប្រាស់រូបភាពសម្លេងការប៉ះក្លិនបាទអូខេតាក់ទងជាមួយទាំងអស់ហ្នឹងវាសំខាន់ណាស់ណាបាទធានវិញ្ញាណជាឥន្ទ្រីមួយដែរណាអញ្ចឹងនៅក្នុងថ្នាក់រៀនហេតុអីបានជាលោកអ្នកគ្រូត្រូវការសម្អាតឲ្យបងប្អូនកូនតូចគាត់រៀនបោះសម្អាតបាទរៀនជូតតុរៀនអីបាទដើម្បីតាក់ទងជាមួយនឹងអនាម័យហើយក្លិនផងដែរអញ្ចឹងនៅពេលដែលបន្ទប់រៀនរបស់គាត់មានក្លិនល្អបាទគេហៅថា good environment បាទគឺគាត់ចូលចិត្តរៀនបាទគាត់ចូលចិត្តរៀនហ្នឹងហើយគាត់ចូលចិត្តរៀនណាបាទគាត់មកសាលាមកបន្ទប់គាត់សប្បាយចិត្តហ្មងទាក់ទងជាមួយនឹងការទៅគេហៅថាការគាត់មាន comfort បដ ாய் ណាមកដល់ថ្នាក់រៀនគាត់ទទួលបាននៅបរិយាកាសមួយដែលល្អដែលរីករាយបាទអញ្ចឹងគឺគាត់ចូលចិត្តរៀនមែនទេបាទគាត់ចូលចិត្តរៀនមែនទេថ្ងៃមុនខ្ញុំជួបអ្នកស្រីនាយិកាសាលាមួយបាទនៅក្នុងមូលដ្ឋានរបស់ខ្ញុំហ្នឹងគាត់និយាយអំពីគម្រោងនៃសាលារបស់គាត់ជាសាលាកុមាររីករាយហ្នឹងហើយខ្ញុំចាប់អារម្មណ៍ថាចុះមិនបានសាលាឈ្មោះបដូរទៅជាសាលាកុមាររីករាយតើគោលបំណងអីគេហើយឬក៏មានខ្លឹមសារយ៉ាងម៉េចគាត់ក៏បានរៀបរាប់សាលាកុមាររីករាយហ្នឹងអញ្ចឹងមានន័យថាអ្វីដែលតាក់ទងជាមួយនឹងសាលាកុមាររីករាយគឺគេធ្វើឲ្យមានបទដ្ឋានស្តង់ដារនៃសាលារៀនណាបាទមិនមែនជាដូចថាវាអាចជាគម្រោងផ្សេងប៉ុន្តែសម្រាប់កុមារតូចសាលាបឋមសិក្សាគាត់មានកម្មវិធីមួយគេហៅថាសាលាកុមាររីករាយអញ្ចឹងនៅក្នុងសាលាគាត់រៀបបទដ្ឋានល្អនៅគ្រូទាំងអាគារបាទទាំងអាគារទាំងរចនាសម្ព័ន្ធទាំងអស់រចនាសម្ព័ន្ធរូបវន្តអាគារទាំងបន្ទប់ទឹកបាទទាំងគេហៅថាបណ្ណាល័យបាទបណ្ណាល័យទាំងបន្ទប់រៀនទាំងមានបន្ទប់អាហារសម្រាប់ក្មេងទៀតបាទមានន័យថាយើងភ្ជាប់កម្មវិធីហ្នឹងមានន័យថាជាកម្មវិធីក្រសួងរបស់ក្រសួងអប់រំយុទ្ធសាស្ត្រកីឡាភ្ជាប់ចុះ MOU ជាមួយនឹងដូចជាអង្គការបាទដូចជាអង្គការ NGO ដែលគាត់ជួយខាងវិស័យអប់រំហ្នឹងណាគឺផ្ដល់នៅអាហារសម្រាប់កុមារតូចដែលគាត់មកសិក្សាហ្នឹងគឺមានន័យថាផ្ដោតទៅលើអ្វីបានគេហៅថាសាលារីករាយពេលគាត់មករៀនណាគឺគាត់សប្បាយហើយគាត់អត់ចង់អត់ដូចថាសឹងតែថាមិនចង់ថ្ងៃអាទិត្យទេណាបាទសឹងថាមិនចង់ឲ្យមានថ្ងៃអាទិត្យបាទគឺគាត់ចង់តែមកសាលារបស់គាត់ហ្នឹងដោយសារតាក់ទងជាមួយអីឥន្ទ្រីអារម្មណ៍ដែលគាត់ទទួលបានបាទឥន្ទ្រីអារម្មណ៍ដែលគាត់ទទួលបានទាំងចំណេះដឹងទាំងអ្វីគ្រប់យ៉ាងគឺគាត់ធ្វើឲ្យគាត់ហ្នឹងគឺចង់មករៀនបាទអញ្ចឹងនេះហើយគឺជាវិធីសាស្ត្រដែលតាក់ទងជាមួយនឹងការអប់រំបាទហើយក្នុងនាមយើងជាគ្រូបង្រៀនយើងត្រូវយល់អំពីអ្វីដែលជាឥន្ទ្រីអារម្មណ៍សំខាន់របស់សិស្សបាទទទួលបានទេអញ្ចឹងប្រើប្រាស់ប្រសាសរំបាទអញ្ចឹងកុំឲ្យវែងពេកបាទសូមបន្តទៀតខ្ញុំនិយាយចង់3ម៉ោងក៏បានដែរគាត់ថាយើងពិបាកក្នុងការធ្វើវីដេអូដូច្នេះសូមការចូលរួមបន្តទៀតការប្រើប្រាស់ប្រសាសរំភ្ជាប់បាទបទពិសោធន៍តខ្លួនបាននេះប្រើប្រាស់នៅរឿងរ៉ាវឬក៏សំណួរលំនាំផ្លូវដើម្បីជំរុញការគិតអូខេអញ្ចឹងតកតងជាមួយនឹងការភ្ជាប់មេរៀនមួយជាបទពិសោធន៍ផ្ទាល់ខ្លួនប្រើប្រាស់រឿងរ៉ាវឬក៏សំណួរដើម្បីនាំផ្លូវដើម្បីជំរុញការគិតនេះមានន័យចាខ្ញុំឧបមាថាបរិបទយើងនេះឥឡូវបាទឥឡូវនេះគឺយើងនៅរដូវកាលថាបុណ្យភ្ជុំបិណ្ឌមែនទេលោកគ្រូបាទបុណ្យភ្ជុំបិណ្ឌហ្នឹងហើយអញ្ចឹងខ្ញុំមានសំណួរមួយដូចជាធ្លាប់ឃើញតាមប្រព័ន្ធផ្សព្វផ្សាយ social media របស់លោកគ្រូម្នាក់ដែលគាត់ព្រានទៅភូមិន្ទភ្នំពេញគាត់សួរថាតើបុណ្យភ្ជុំបិណ្ឌហ្នឹងគឺជាបុណ្យសាសនាឬក៏បុណ្យប្រពៃណីជាតិខ្មែរអីយ៉ាឥឡូវសូមលោកគ្រូជួយឆ្លើយមកតើវាជាបុណ្យសាសនាឬក៏ជាបុណ្យប្រពៃណីជាតិខ្មែរបាទហើយលោកគ្រូអ្នកគ្រូណាឆ្លើយត្រូវបានរង្វាន់បាទបានរង្វាន់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះបាទគឺនំសមបាទនំសមមកតបបាទជ្រូក2ចេក2តាអ្នកណាឆ្លើយបាទខ្ញុំទុកពេលឲ្យ1នាទីចុះបាទតើលោកអ្នកគ្រូណាឆ្លើយបានទេអូខេបាទអូខេអញ្ចឹងពេលវេលាមកដល់ហើយអញ្ចឹងខ្ញុំសូមឆ្លើយតែម្ដងប៉ុន្តែខ្ញុំឆ្លើយគឺឆ្លើយរបៀបអបមានរួមបាទ
ចឹងដើម្បីទាញវិធីអបមារួមលោកគ្រូគាត់ជាធ្លាប់ឆ្លងកាត់ទេណាចឹងខ្ញុំមិនឆ្លើយចម្លើយទេប៉ុន្តែខ្ញុំនឹងធ្វើអបមារួមដើម្បីឲ្យលោកគ្រូចែកដើម្បីឲ្យលោកគ្រូចេះឆ្លើយនៅក្នុងសំណួរបែបចម្លើយបែបអបមារួមបាទអនុមានរួមបាទអនុមានរួមច្រឡំអបមារួមអនុមានរួមអនុមានញែកអីចឹងណាបាទអញ្ចឹងខ្ញុំឆ្លើយបែបនេះបនភ្ជុំបិណ្ឌគឺជាបនដែលកើតនៅក្នុងមាននៅក្នុងសាសនាព្រះពុទ្ធសាសនាអញ្ចឹងបនភ្ជុំបិណ្ឌនេះមានកំណើតនៅក្នុងពុទ្ធសាសនានៅសម័យពុទ្ធកាលបាទសម័យពុទ្ធកាលលោកគ្រូដែលព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ជាធរមានហ្នឹងហើយអញ្ចឹងសម័យពុទ្ធកាលហ្នឹងខ្ញុំមិននិយាយរឿងដែលតកតងនឹងដើម្បីទៅឲ្យមានភ្ជុំបិណ្ឌទេគាត់ថាវាតកតងជាមួយនឹងប្រែតតកតងជាមួយអីចឹងណាបាទតកតងជាមួយនឹងប្រែតតកតងជាមួយនឹងអីហ្នឹងបាទអញ្ចឹងបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យមួយនៅក្នុងពុទ្ធសាសនាបាទបន្តទៀតប្រទេសកម្ពុជាគឺជាប្រទេសដែលកាន់នៅព្រះពុទ្ធសាសនាឬក៏ប្រទេសកម្ពុជាយកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋនៅក្នុងរដ្ឋធម្មនុញ្ញគេក្នុងរដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជាគឺពុទ្ធសាសនាជាសាសនារដ្ឋណាលោកគ្រូហ្នឹងហើយអញ្ចឹងខ្ញុំឆ្លើយចម្លើយពីរហ្នឹងលោកគ្រូអាចធ្វើអនុមានរួមខ្លួនឯងបាទអូខេអញ្ចឹងកន្លែងនេះខ្ញុំក៏ចូលរួមនិយាយថាផ្សារភ្ជាប់ជាមួយនឹងការគិតណាជំរុញឲ្យគាត់ការគិតអំពីរឿងរ៉ាវបាទយើងនិយាយរឿងរ៉ាវអ្វីមួយឬក៏បទពិសោធន៍តខ្លួនលោកខ្ញុំឧទាហរណ៍មួយទៀតតទៅនឹងឧទាហរណ៍ថាពាក្យថាប្រែតកូនទាំងអស់គ្នាធ្លាប់ឮពាក្យថាប្រែតទេឬក៏ធ្លាប់ស្គាល់ប្រែតទេហ្នឹងហើយគាត់ប្រកបជាចាប់អារម្មណ៍ឬក៏ពេលខ្លះគាត់មកសួរយើងវិញផងដូចជាសិស្សខ្ញុំមួយចំនួនបាទគាត់ធំមិនថាទូចកុមារតូចមិនថាកំមុំកន្លោះទេបាទពេលខ្លះហ្នឹងគាត់មិនដឹងថាលោកគ្រូបាទតើស្អីគេប្រែតហ្នឹងកើតមកពីណាហ៎គាត់ចាប់អារម្មណ៍ព្រាមបាទអញ្ចឹងជំរុញការគិតដែរយើងនិយាយថាបងប្អូនស្គាល់ប្រែតទេតើប្រែតហ្នឹងមកពីណាមិនបានកើតប្រែតណែគាត់ចាប់អារម្មណ៍ព្រោះអីគាត់យើងមិនដែលមានតំណែងជាមួយប្រែតអីផងមិនមាន friend ឯណាក្នុង Facebook ប្រែតអីផងអត់មានផងហើយគាត់ឆ្ងល់ដែរពេលខ្លះបាទគាត់ឆ្ងល់ថាប្រែតថ្ងៃគេណាអញ្ចឹងយើងគ្រាន់តែសួរសំណួរមួយធ្វើឲ្យលំនាំផ្លូវដើម្បីជំរុញការគិតរបស់គាត់យើងចង់ឲ្យគាត់មានការគិតថាតើហេតុអ្វីបានជាមានគេហៅថាបុព្វកម្មណាបាទបុព្វកម្មនេះកម្មខាងដើមដែលធ្វើឲ្យបុគ្គលម្នាក់ហ្នឹងបាទរងកម្មកើតកំណើតជាសត្វប្រែតបាទអញ្ចឹងយើងនិយាយសួរសំណួរគាត់ជំរុញឲ្យគាត់គិតដែរហើយយើងឆ្លើយចម្លើយទៅថាតាមអ្វីដែលលោកគ្រូដឹងណាអញ្ចឹងយើងជាគ្រូបង្រៀនយើងចាំបាច់ណាត្រូវមានចំណេះដឹងទូលំទូលាយលោកគ្រូបាទគ្រូបង្រៀនគឺជាបុគ្គលម្នាក់ដែលមានចំណេះដឹងទូលំទូលាយអញ្ចឹងមានថាលោកគ្រូអញ្ចឹងខ្ញុំត្រូវចេះទាំងអស់មែនទេបាទគាត់ថាដូចជាពេលនេះអញ្ចឹងគ្រូទៅរៀន CPD សួរថា CPD ដើម្បីអីបាទបង្កើនគុណវុឌ្ឍិគ្រូបង្រៀនណាទោះបីគេថាយើងរៀនពេញមួយជីវិតលោកគ្រូធ្លាប់ឮហើយទស្សន័យពាក្យស្លោករបស់ក្រសួងក៏តែងតែដាក់ណាគ្រូបង្រៀនគឺគាត់ត្រូវអភិវឌ្ឍខ្លួនថាជាប្រចាំឬក៏រៀនពេញមួយជីវិតបាទរៀនពេញមួយជីវិតដូច្នេះយើងត្រូវតែមានចំណេះដឹងទូលំទូលាយហើយយើងបកស្រាយទៅដើម្បីឲ្យគាត់នឹងដឹងថាហេតុអ្វីបានជានាំឲ្យកើតប្រែតហ្នឹងណាបាទពេលហ្នឹងគាត់ចាប់អារម្មណ៍មែនទែនហើយអាចគាត់ចងចាំជាបទពិសោធន៍មួយហើយជាអត្តពលសំខាន់ណាទៅលើការអប់រំបាទហេតុអីបានជាកើតជាកំណត់ប្រែតមកដើមហេតុមកពីស្អីខ្លះណាដូចតាមបារាភិវសូត្រទៅណាបាទបារាភិវសូត្របាទអញ្ចឹងខ្ញុំមិនបញ្ចេញច្រើនទេខ្ញុំដឹងថាលោកគ្រូសិតតែជាអ្នកដែលមានបទពិសោធន៍ក៏ដូចជាមានចំណេះដឹងច្រើនបាទមិនខុសគ្នាទេណាលោកគ្រូណាបាទអញ្ចឹងដូចជាការរៀបរាប់ប៉ុណ្ណេះសង្ឃឹមថាលោកគ្រូនឹងទទួលបានខ្លះនៅសេចក្តីរាយការណ៍អំពីក្រុមទី1តទៅក្នុងមុខវិជ្ជាចិត្តវិទ្យានេះបាទអញ្ចឹងដោយសារការបង្កើតវីដេអូអនឡាញនេះអធិស្ឋានសូមអធិស្ឋានដោយ
មេងកំលីហ្នឹងគាត់ជាប់រវល់បាទបនវេនដូច្នេះគាត់មិនអាចនឹងគេហៅថា presentation ផ្ទាល់បាទអញ្ចឹងក៏បង្កើតជាវីដេអូនេះបាទសូមគោរពអរគុណនិងអធិស្ឋានដល់លោកគ្រូទាំងអស់ហើយក៏ក្នុងឱកាសមុននឹងបញ្ចប់មុននឹងជម្រាបលាបាទខ្ញុំសូមថ្លែងអំណរគុណលោកគ្រូទេបាទលោកគ្រូទាំងអស់ហើយក៏ដូចជានៅក្នុងទន្ទឹមនឹងដែរបាទនៅក្នុងឱកាសបុណ្យវេនបុណ្យវេននៅក្នុងបុណ្យវេនទី12នេះបាទខ្ញុំសូមគោរពជូនបុណ្យបាទដល់ឯកឧត្តមនាយកជាស្ថានគ្រូកសលបាត់ដំបងបាទនិងលោកគ្រូទេសទាំងអស់ក៏ដូចជាសកម្មកម្មចូលរួមវគ្គខ្លីនេះទាំងអស់បាទសូមគ្រប់ជូនបុណ្យដែលខ្ញុំទាំងអស់គ្នាបានធ្វើនៅបុណ្យវេននេះក្នុងឱកាសបុណ្យជុំបិណ្ឌនេះសូមគ្រប់ជូនបុណ្យជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីខ្លាយជាបការៈលតីឡើយបាទសូមអនុមោទនាបាទអញ្ចឹងជាសេចក្តីបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូទេលោកអ្នកគ្រូដែលជាសក្ខាកាមទាំងអស់បាទក្នុងការចូលរួមស្ដាប់បាទនៅរបាយការណ៍យូរដែរបាទអញ្ចឹងខ្ញុំសូមគោរពអរគុណបាទសូមអរគុណ